នៅពេលដែលយើងដួលតើមានមនុស្សប្រមាណអ្នកដែលគេចង់នៅក្បែរយើងបាទគោរពជំរាបសួរបងប្អូនម្ដងទៀតថ្ងៃនេះគឺយើងវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទនៅវីដេអូថ្មីទៀតពិតណាស់នៅពេលដែលយើងដួលគ្មាននរណាដែលគេចង់នៅក្បែរយើងទេពីព្រោះថាគេនៅក្បែរយើងគឺគេអត់មានប្រយោជន៍អីសម្រាប់គេទៀតទេហើយនៅពេលដែលយើងដួលក៏គ្មាននរណាដែលនៅជិតយើងក្រៅពីប្រពន្ធកូនបងប្អូនយើងទេអញ្ចឹងចូលរក្សាតម្លៃនិងផ្ដល់តម្លៃឲ្យប្រពន្ធកូនឲ្យបានច្រើននៅពេលដែលយើងធ្លាក់ដល់ចំណុចសូន្យពិតណាស់គឺអ្នកដែលចង់នៅក្បែរយើងគឺមានតិចមែនទែនសូម្បីតែមិត្តភ័ក្តិឬក៏បងហើយនេះគឺជារឿងពិតដែលយើងជួបទាំងអស់គ្នាគឺសពថ្ងៃហ្នឹងគឺអ្នកណាក៏ជួបរឿងនេះដែរដោយសារតែបញ្ហាទី1គឺជីវភាពរបស់យើងហ្នឹងគឺរកលុយគឺពិបាកមែនទែនសម័យនេះគឺជាសម័យ digital ប៉ុន្តែមានអារម្មណ៍ថាពិបាកក្នុងការរកលុយមែនតើគួរទៅបន្ទោសអ្នកណាទៅបន្ទោសព្រេងវាសនាឬមួយក៏ព្រំលិខិតដែលជាអ្នកចាមកឲ្យយើងជួបរឿងលំបាកបែបនេះប៉ុន្តែបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមិនបន្ទោសព្រេងវាសនាឬមួយក៏បន្ទោសព្រំលិខិតនោះទេហើយខ្ញុំនឹងព្យាយាមខិតខំសន្សំលុយទុកដាក់លុយកាក់ឲ្យបានត្រឹមត្រូវហើយខ្ញុំនឹងបន្តធ្វើរឿងដែលល្អៗហើយនឹងស្មោះត្រង់សម្រាប់គ្រួសាររបស់ខ្ញុំក៏ដូចជាអ្នកជុំវិញខ្លួនបាទអរគុណបងប្អូនវីដេអូមានតែប៉ុណ្ណឹងហើយអរគុណមែនទែនសម្រាប់បងប្អូនចូលមើលតាំងពីដើមដល់ចប់អរគុណសម្រាប់ការទស្សនាតាំងពីដើមដល់ចប់អរគុណច្រើន